នរណាក៏ស្គាល់លោកសុកទូចថាជាអ្នកវិភាគនយោបាយនៅកម្ពុជាតាមវិទ្យុនិងទូរទស្សន៍ដ៏មានថ្មីមាត់លើកពីនេះទៅទៀតលោកក៏ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈផងដែរលោកគឺជាអតីតនិស្សិតម្នាក់ដែលស្រឡាញ់មុខវិជ្ជាច្បាប់តែទីបំផុតទៅលោកក៏បានចាប់យកនិងបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយទៅវិញតាមមូលហេតុអ្វីបានជាគាត់ជ្រើសរើសយកមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយហើយតើជីវិតរបស់លោកសុកទូចឆ្លងកាត់រឿងអ្វីខ្លះលោកសុកទូចកើតនៅក្នុងឆ្នាំ1965គាត់មានស្រុកកំណើតនៅក្នុងឃុំព្រៃដំបូកស្រុកសេះសន្ធរខេត្តកំពង់ចាមគ្រួសាររបស់លោកមានស្ថានភាពមធ្យមដែលឪពុករបស់លោកធ្វើជាមន្ត្រីរាជការហើយម្ដាយធ្វើជាមេផ្ទះនិងមានបងប្អូនចំនួន5នាក់ក្នុងនោះមានស្រី2នាក់និងប្រុស3នាក់ក្រោយបែកពីរបបកម្ពុជាប្រជាធិបតេយ្យលោកបានឃ្លាតឆ្ងាយពីគ្រួសារគ្មានទីជម្រកខ្វះទីពំនឹងអាស្រ័យនិងបំណិនជីវិតលោកសុកទូចក៏បានចូលបម្រើកងទ័ពដោយចូលជើងនៅវរៈ33ខេត្តកំពង់ចាមចាប់ពីឆ្នាំ1979ដល់ឆ្នាំ1981នៅឆ្នាំ1981លោកសុកទូចបានជួបជុំគ្រួសារវិញហើយក៏បានចាប់ផ្ដើមចូលរៀនថ្នាក់ទី1នៅសាលាបឋមសិក្សាវឌ្ឍនៈខេត្តសៀមរាបនៅពេលចុះឈ្មោះចូលរៀនថ្នាក់ទី1នោះលោកសុកទូចមានអាយុ17ឆ្នាំទៅហើយលើសពីអាយុដែលគេអនុញ្ញាតឲ្យចូលរៀនថ្នាក់បឋមអញ្ចឹងហើយក៏ដូរថ្ងៃកំណើតមកឆ្នាំ1969វិញលោកបានប្រឡងបញ្ចប់ថ្នាក់បឋមគឺថ្នាក់ទី4នៅក្នុងឆ្នាំ1984ក្រោយពីប្រឡងចប់ថ្នាក់បឋមមកគ្រួសារគាត់បានផ្លាស់ប្ដូរទីលំនៅមកនៅទីក្រុងភ្នំពេញវិញលោកសុកទូចឡើងមករៀនបន្តថ្នាក់មធ្យមសិក្សាកម្រិត1នៅក្នុងទីក្រុងភ្នំពេញគឺនៅសាលាចតុមុខអតីតសាលាកុមារីរៀននៅទីនោះបាន3ឆ្នាំលោកបានប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាកម្រិត1ហើយបានបន្តមធ្យមសិក្សាកម្រិត2នៅក្នុងសាលាដដែលក្រោយមកលោកបានប្រឡងចប់នៅមធ្យមសិក្សាកម្រិត2លោកបានបន្តចូលរៀនថ្នាក់វិទ្យាល័យគឺចូលរៀននៅសាលាគំរូនៅក្នុងទីក្រុងភ្នំពេញនាសម័យនោះគឺសាលាដូនពេញដែលបច្ចុប្បន្ននេះគឺជាសាលាស៊ីសវត្តរៀននៅសាលានេះលោកសុកទូចបានឆ្លងកាត់ការលំបាកជាច្រើនពីព្រោះស្ថានភាពគ្រួសារមិនមានលុយគ្រប់គ្រាន់គ្រប់គ្រងឲ្យលោករៀនសូម្បីតែសម្លៀកបំពាក់ក៏លោកមានការខ្វះខាតដែរពេលខ្លះលោកត្រូវធាក់កង់ឌុបដើម្បីយកលុយទៅផ្គត់ផ្គង់ការរៀនសូត្ររបស់ខ្លួនលោកសុកទូចបាននិយាយថាមានអាវសតែមួយគត់រៀន3ឆ្នាំនៅពេលគក់ម្ដងត្រូវអង្គុយយាមតលតែស្ងួតពីព្រោះខ្លាចគេលួចបើទោះបីជាលោកឆ្លងកាត់ការលំបាកយ៉ាងច្រើនយ៉ាងណាក៏ដោយក៏លោកនៅតែជំនះឧបសគ្គទាំងឡាយហើយបានប្រឡងបញ្ចប់ថ្នាក់បាក់ឌុបទទួលបានជោគជ័យនៅក្នុងឆ្នាំ1989បន្ទាប់ពីសុកទូចត្រូវប្រឡងចូលមហាវិទ្យាល័យដោយសារតែជីវភាពគ្រួសារលំបាកពេកមិនមានលុយគ្រប់គ្រាន់រៀននៅមហាវិទ្យាល័យគាត់ក៏សម្លឹងមើលឃើញអាហារូបករណ៍ទៅក្រៅប្រទេសលោកបាននិយាយថានៅសម័យនោះបើចង់ប្រឡងចាប់វិញខាងពេទ្យត្រូវការ7ទៅ8តម្លឹងបើនៅសាលាចំការដូងត្រូវការ5ទៅ9តម្លឹងអញ្ចឹងហើយបានជាកូនអ្នកក្រដូចជារូបគាត់គ្មានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យឡើយនៅពេលនោះលោកសុកទូចក៏បានសម្រេចដាក់ប្រឡងយកអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាទៅក្រៅប្រទេសដែលសូមបញ្ជាក់ផងដែរថានៅសម័យនោះត្រូវទៅសិក្សានៅបណ្ដាប្រទេសកុម្មុយនីសតែប៉ុណ្ណោះសំណាងមិនល្អលោកបានប្រឡងធ្លាក់ក្នុងការដាក់អាហារូបករណ៍កម្រិតឧត្តមសិក្សាក្រោយមកលោកសុកទូចក៏បានសម្រេចចិត្តដាក់អាហារូបករណ៍ទៅបរទេសបន្តតែដូរពីអាហារូបករណ៍កម្រិតឧត្តមសិក្សាទៅជាអាហារូបករណ៍កម្រិតមធ្យមឯកទេសវិញអាចចាត់ទុកបានថាជាសំណាងល្អរបស់លោកដែរពីព្រោះលោកបានប្រឡងចប់ក៏ប៉ុន្តែនៅពេលនោះគឺចប់ឈ្មោះជាអ្នកបម្រុងតែប៉ុណ្ណោះនៅពេលដែលចប់ជាបេក្ខជនបម្រុងលោកសុកទូចមិនបានរៀនភាសាត្រៀមហើយក៏មិនបានដឹងថាត្រូវទៅរៀននៅប្រទេសណាដែរពីព្រោះចប់បានត្រឹមតែកម្រិតបម្រុងតែប៉ុណ្ណោះគឺនៅចាំមើលថាតើប្រទេសណាខ្វះទើបលោកអាចទៅរៀនបាននៅសល់ត្រឹមតែ2សប្តាហ៍មុនពេលចេញដំណើរទៅរៀននៅក្រៅប្រទេសមានបេក្ខជនកម្រិតមធ្យមឯកទេសម្នាក់បានដួលម៉ូតូបាក់ដៃមិនអាចទៅរៀនបានលោកក៏ត្រូវបានគេជ្រើសរើសឲ្យទៅរៀនជំនួសបុគ្គលរូបនោះលោកសុកទូចបានចូលរៀនថ្នាក់ឯកទេសដំបូងនៅក្នុងឆ្នាំ1990នៅក្នុងរដ្ឋគីជីស្ថានដែលបច្ចុប្បន្ននេះគឺជាប្រទេសគីជីស្ថានរៀននៅទីនោះបាន1ឆ្នាំដោយសារលោករៀនពូកែខាងសាលាក៏បានជំរុញឲ្យលោករៀនថ្នាក់ឧត្តមសិក្សាដោយត្រូវទៅបន្តនៅរដ្ឋមួយផ្សេងទៀតនៅក្នុងសហភាពសូវៀតនៅពេលនោះការទៅសិក្សានៅក្នុងប្រទេសរុស្ស៊ីដែលជាផ្នែកមួយនៃសហភាពសូវៀតវាគឺជារឿងលំបាកបំផុតពីព្រោះរដ្ឋបានផ្ដល់ប្រាក់អាហារូបករណ៍កម្រិតត្រឹមតែ$5ប៉ុណ្ណោះចំណែកឯខាងរដ្ឋាភិបាលរុស្ស៊ីវិញឲ្យត្រឹមតែ$10ប៉ុណ្ណោះសរុបទៅលោកទទួលបានត្រឹមតែ$15ក្នុងមួយខែហើយបើដូចជាលុយរ៉ូបរបស់រុស្ស៊ីវិញគឺបានត្រឹមតែ400រ៉ូប៉ុណ្ណោះ
ហើយបើកយក400 រូបទៅទិញនំប៉័ងវិញបានត្រឹមតែ400នំតែប៉ុណ្ណោះតាមពិតពីដើមឡើយលោកសុកទូចស្រឡាញ់ជំនាញច្បាប់លោកថាមិនចូលចិត្តអំពើអយុត្តិធម៌តាំងពីក្មេងមកម្ល៉េះក៏ប៉ុន្តែនៅពេលដែលលោកទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីកម្ពុជាបានដាក់ឲ្យរៀនមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយទៅវិញលោកសូមបដូរមុខវិជ្ជាដែរតែសាលាមិនអនុញ្ញាតឲ្យបដូរម្យ៉ាងដោយសារវិទ្យាសាស្ត្រនយោបាយស្ថិតនៅក្នុងវិទ្យាសាស្ត្រសង្គមដូចគ្នាលោកក៏សម្រេចចិត្តរៀនជំនាញនោះទៅលោកបាននិយាយថាខ្ញុំជឿថាមកពីកត្តានិស្ស័យក៏អាចថាបានដែរមិនមែនមកពីកត្តាចៃដន្យនោះទេក្នុងការចាប់យកមុខជំនាញនយោបាយនោះរៀននៅក្នុងប្រទេសរុស្ស៊ីបានដល់ឆ្នាំទី2គឺនៅក្នុងឆ្នាំ1992លោកបានបាក់ចិត្តស្រឡាញ់នារីជនជាតិរុស្ស៊ីម្នាក់នៅសម័យនោះពិភពលោកមានការបែងចែកពលសម្បុរពលគឺការបែងចែករវាងអ្នកនៅអាស៊ីនិងនៅអឺរ៉ុបនិងអ្នកនៅអាហ្វ្រិកតែនារីដែលរូបលោកស្រឡាញ់នោះមិនបានបែងចែកនោះទេដោយសារបានបាក់ចិត្តស្រឡាញ់លោកជានិស្សិតដ៏កំសត់គ្មានទ្រព្យធនថែមទាំងមិនមានការងារធ្វើទៀតផងនោះដោយសារតែមនោសញ្ចេតនាដ៏ជ្រាលជ្រៅបែបនេះទើបរូបលោកសម្រេចចិត្តរៀបការជាមួយគ្នានៅក្នុងឆ្នាំ1992នៅក្នុងឆ្នាំ1993លោកបានប្រសូតកូនស្រីមួយនៅពេលនោះលំបាកមែនទែនសម្រាប់លោកសុកទួចពីព្រោះដោយសារតែភរិយាមិនអាចប្រសូតបុត្របានគឺត្រូវវាកាត់និងត្រូវទៅព្យាបាលនៅក្នុងមន្ទីរពេទ្យយោអញ្ចឹងហើយលោកត្រូវមើលខែកូនផងបោកខោអាវឲ្យកូនផងប្រពន្ធផងនិងត្រូវរកលុយកាក់ដើម្បីចិញ្ចឹមគ្រួសារផងលុយដែលទទួលបានពីអាហារូបករណ៍ដែលមានចំនួនប្រមាណជា$15ក្នុងមួយខែគឺលោកទុកទិញរបស់របរឲ្យកូនញ៉ាំដោយសារមិនអាចរស់នៅដោយពឹងផ្អែកទៅលើអាហារូបករណ៍បានសុកទូចត្រូវធ្វើការលីសែងនៅពេលយប់ហើយអាចទទួលបានត្រឹមតែ1ឬ200រូបតែប៉ុណ្ណោះហើយនៅចុងសប្តាហ៍ត្រូវស៊ីឈ្នួលលក់ដូរឲ្យគេទៀតដោយសារតែធ្វើការធ្ងន់នៅក្នុងបរិយាកាសត្រជាក់ខ្លាំងពេកដែលធ្វើឲ្យរូបលោកមានជំងឺមួយយ៉ាងមិនអាចត្រូវអាកាសធាតុត្រជាក់បានរហូតមកទល់នឹងពេលសប្តាហ៍ថ្ងៃជារឿងកំសត់បំផុតនៅពេលខ្លះលោកនិងភរិយាគ្មានអ្វីញ៉ាំតទៅសោះជាពិសេសគឺនៅរដូវរងាខែទឹកកកធ្លាក់លោកត្រូវបេះកន្ទិញអាលស្រស់ជាមួយនឹងទឹកដើម្បីយកមកញ៉ាំជាមួយនឹងនំប៉័ងនៅពេលព្រឹកគ្មានអ្វីញ៉ាំទេក្រៅតែពីទឹកតែមួយពែងហើយជារៀងរាល់ថ្ងៃមុនពេលដែលទៅសាលាលោកញ៉ាំតែមួយពែងគត់តែប៉ុណ្ណោះលោកបានបញ្ជាក់ថាទៅរៀនមិនហ៊ានអង្គុយមកគេទេមិនមែនរៀនមិនចេះនោះទេតែខ្លាចគោពោះឬដល់មិត្តភក្តិអង្គុយចិត្តពីព្រោះព្រឹកឡើងគ្មានអ្វីញ៉ាំក្រៅតែពីទឹកតែមួយពែងនោះឡើយនៅឆ្នាំ1994លោកបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយប្រឡងបញ្ចប់ទទួលបានជោគជ័យនិងទទួលបានពិន្ទុខ្ពស់ទៀតផងក្រោយមកលោកបានបន្តថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាលាដដែលជីវិតនៅពេលដែលកំពុងរៀនថ្នាក់អនុបណ្ឌិតក៏មិនខុសអ្វីកាលពីរៀនថ្នាក់បរិញ្ញាបត្រដែរលោកត្រូវតែធ្វើការស៊ីឈ្នួលគេដូចមុនហើយឆ្លៀតពេលរៀនខ្លួនឯងផងរហូតទទួលបានជោគជ័យថ្នាក់អនុបណ្ឌិតសុកទូចបាននិយាយឲ្យដឹងថាពេលណាក៏ខ្ញុំដាក់សៀវភៅតាមខ្លួនដែរមិនថាពេលធ្វើការមិនថានៅទីណាសូម្បីតែដាំបាយក៏មើលដែរឲ្យតែមានពេលគឺខ្ញុំមើលរហូតនៅឆ្នាំ1995លោកសុកទូចបានបញ្ចប់ថ្នាក់អនុបណ្ឌិតហើយនៅពេលនោះប្រទេសរុស្ស៊ីត្រូវការជ្រើសរើសនិស្សិតចំនួន12នាក់ចេញពីនិស្សិតចំនួន700នាក់មកពីប្រទេសជាង120ដើម្បីឲ្យបន្តការសិក្សាថ្នាក់បណ្ឌិតនៅពេលនោះលោកត្រូវត្រឡប់មកស្រុកខ្មែរវិញដើម្បីស្រាវជ្រាវប្រវត្តិសាស្ត្រនិងបរិបទនយោបាយនៅកម្ពុជាសម្រាប់ធ្វើជាគម្រោងសរសេរនិក្ខេមបទការពារថ្នាក់អនុបណ្ឌិតដើម្បីទទួលបានជោគជ័យសិក្សាបន្តថ្នាក់បណ្ឌិតដោយសារតែនិក្ខេមបទរបស់លោកធ្វើបានល្អនិងការពារបានល្អផងនោះធ្វើឲ្យគណៈកម្មការវិតម្លៃនិក្ខេមបទបានឲ្យពិន្ទុលោកខ្ពស់និងចប់បានទៅសិក្សាបន្តថ្នាក់បណ្ឌិតនៅពេលដែលលោកសុកទួយកំពុងតែបន្តថ្នាក់បណ្ឌិតភរិយារបស់លោកបានប្រសូតបុត្រាមួយទៀតនៅក្នុងឆ្នាំ1996បន្ទាប់ពីនោះភរិយារបស់លោកបានជប់រៀនហើយលោកបានបញ្ចប់ថ្នាក់បណ្ឌិតទទួលបានជោគជ័យនៅក្នុងឆ្នាំ1999នៅពេលដែលសុកទួយបន្តថ្នាក់បណ្ឌិតគឺបន្តជំនាញវិទ្យាសាស្ត្រនយោបាយនៅពេលសរសេរនិក្ខេមបទលោកសរសេរតាក់ទងទៅនឹងនយោបាយតែដោយសារនៅសាលាដែលលោករៀនពុំមានសាស្ត្រាចារ្យត្រួតពិនិត្យនិងវិតម្លៃនិក្ខេមបទលើជំនាញនេះគឺត្រូវតែការពារនិក្ខេមបទរបស់ខ្លួននៅទីក្រុងមូស្គូដោយសារពុំមានលុយគ្រប់គ្រាន់ទៅការពារនៅទីនោះលោកសុកទួយសុកចិត្តបដូរមកការពារផ្នែកប្រវត្តិសាស្ត្រវិញអញ្ចឹងហើយទើបលោកបញ្ចប់សញ្ញាបត្របណ្ឌិតផ្នែកប្រវត្តិសាស្ត្រមិនមែនវិទ្យាសាស្ត្រនយោបាយទេខណៈដែលរៀនថ្នាក់បរិញ្ញាបត្រអនុបណ្ឌិតនិងបណ្ឌិតជំនាញវិទ្យាសាស្ត្រនយោបាយក្រោយពីបញ្ចប់ថ្នាក់បណ្ឌិតចប់សពគ្រប់ហើយលោកសុកទួយបាននាំភរិយានិងកូនទាំងពីរត្រឡប់មកប្រទេសកម្ពុជាវិញនៅពេលនោះលោកបានដាក់ពាក្យបង្រៀននៅមហាវិទ្យាល័យក្នុងស្រុកខ្មែរមួយចំនួនដូចជានៅសាកលវិទ្យាល័យឯកជនមួយនិងសាកលវិទ្យាល័យរដ្ឋមួយតែសាលាទាំងនោះមិនព្រមទទួលលោកឲ្យបង្រៀនទេដោយគិតថាលោកសុកទួយមានវ័យក្មេងពេកហើយបានចោទថាគាត់ទិញសញ្ញាបត្រមិនបានរៀនអ្វីនោះមកទេ
ក្រោយមកលោកក៏បានដាក់ពាក្យចូលធ្វើការនៅក្នុងក្រសួងការបរទេសដោយសារតែខ្វះសម្ភារៈដើម្បីឲ្យសមមុខសមមាត់ជាមន្ត្រីការទូតលោកក៏សុំបដូរមកទីស្តីការគណៈរដ្ឋមន្ត្រីតែដោយសារចូលចិត្តខាងស្រាវជ្រាវមិនចូលចិត្តធ្វើការនៅក្នុងការិយាល័យទៅលោកសុកទូចសម្រេចចិត្តទៅធ្វើការនៅរាជបណ្ឌិតសភាវិញរហូតមកទល់នឹងពេលសប្តាហ៍ថ្ងៃនេះនៅរាជបណ្ឌិតសភាកម្ពុជាលោកបានសហការជាមួយនឹងដៃគូមួយចំនួនបង្កើតថ្នាក់អនុបណ្ឌិតមុនគេបំផុតនៅក្នុងស្រុកខ្មែរនៅក្នុងឆ្នាំ2000ហើយក្រោយមកបានបង្កើតវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិមួយនៅក្នុងឆ្នាំ2004លោកសុកទូចនៅក្នុងឆ្នាំ2000បានចូលរួមបង្កើតសាលាឯកជនមួយដែលលោកសូមមិនបញ្ចេញឈ្មោះទេដែលបណ្ដុះបណ្ដាលលើជំនាញថ្នាក់បណ្ឌិតដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជាលោកថាថ្នាក់បណ្ឌិតនេះគឺលោកជាអ្នកផ្ដួចផ្ដើមឲ្យមានមុនគេបំផុតនៅក្នុងស្រុកខ្មែរតែក្រោយពីសាលានេះទទួលបានជោគជ័យក៏បានដេញរូបលោកចេញក្រោយមកលោកសុកទូចបានទៅបង្កើតសាលាឲ្យគេមួយទៀតដែលលោកមានតួនាទីជាសាកលវិទ្យាធិការប្រាក់កម្រៃដែលលោកទទួលបានប្រមាណជា$1,500ក្នុងមួយខែ60% ដែលលោកទទួលបានពីប្រាក់កម្រៃនេះលោកយកមកធ្វើជាទុនសម្រាប់បង្កើតសាកលវិទ្យាល័យរបស់ខ្លួនមួយគឺសាកលវិទ្យាល័យខេមរៈនៅក្នុងឆ្នាំ2004លោកបានបង្កើតសាកលវិទ្យាល័យខេមរៈនេះឡើងមានម្ចាស់ភាគហ៊ុនជាច្រើនជួយជ្រោមជ្រែងសាលាដែលគេឲ្យប្រាក់បៀវត្សសាកលវិទ្យាធិការរូបនេះត្រឹមតែ$150តែប៉ុណ្ណោះប្រាក់បៀវត្សទាំងអស់នោះបានបង្វែរទង់ជាអាហារូបករណ៍ដល់និស្សិតទាំងអស់ក្រោយពីបានរស់នៅជួបជុំជាមួយនឹងប្រពន្ធនិងកូនទាំងពីរបាន5ឆ្នាំប្រពន្ធរបស់លោកមិនចេះរស់នៅប្រទេសកម្ពុជាទេក៏នាំកូនទាំងពីរទៅរស់នៅឯប្រទេសរុស្ស៊ីវិញលោកសុកទូចបាននិយាយថាប្រពន្ធរបស់លោកចង់ឲ្យរូបលោកចូលសញ្ជាតិរុស្ស៊ីនិងត្រឡប់ទៅរស់នៅក្នុងប្រទេសរុស្ស៊ីដែរក៏ប៉ុន្តែលោកបានបដិសេធរឿងនេះលោកបាននិយាយថាវាជារឿងជឿជាក់បំផុតធ្លាប់រស់នៅក្នុងស្ថានភាពអត់ឃ្លានអត់ស៊ីនិងតស៊ូជាមួយគ្នាជិត20ឆ្នាំតែទីបំផុតក៏ត្រូវបែកគ្នា2ឆ្នាំបន្ទាប់ពីគាត់ចាក់ចេញបានធ្វើឲ្យខ្ញុំវល់មែនទែនបណ្ឌិតវ័យក្មេងរូបនេះបញ្ជាក់អំពីមូលហេតុមិនត្រឡប់ទៅរស់នៅជាមួយនឹងប្រពន្ធនិងកូនជាទីស្រឡាញ់នៅក្នុងប្រទេសរុស្ស៊ីនោះទេហេតុផលតែមួយគត់គឺស្រឡាញ់និងចង់ជួយប្រទេសកម្ពុជាលោកបាននិយាយថាខ្ញុំបានទៅធ្វើជាវាគ្មិននៅក្រៅប្រទេសជាច្រើនបើទោះបីជានៅក្នុងស្រុកគេស្អាតប៉ុណ្ណាក៏ដោយក៏ខ្ញុំមើលឃើញថានឹងចង់រស់នៅក្នុងប្រទេសខ្មែរតែមួយគត់នេះជាការបញ្ជាក់ពីមូលហេតុមិនត្រឡប់ទៅរស់នៅជាមួយនឹងប្រពន្ធកូននៅក្នុងប្រទេសរុស្ស៊ីលោកសុកទូចបានបង្កើតសាកលវិទ្យាល័យខេមរៈនៅក្នុងឆ្នាំ2004និងបានក្លាយទៅជាសាកលវិទ្យាធិការនៅក្នុងឆ្នាំ2008បង្កើតវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាដែលចំណុះឲ្យទីស្តីការគណៈរដ្ឋមន្ត្រីនិងបានបង្កើតថ្នាក់អនុបណ្ឌិតដំបូងបំផុតនៅក្នុងស្រុកខ្មែរហើយក្រោយមកបានក្លាយទៅជាអនុប្រធានវិទ្យាស្ថានមួយនេះលោកសុកទូចបានអះអាងថាបើទោះបីជាលោកបានបញ្ចប់សញ្ញាបត្រផ្នែកបណ្ឌិតនិងមានឯកទេសខាងនយោបាយយ៉ាងណាក៏ដោយក៏លោកមិនចូលធ្វើនយោបាយដែរពីព្រោះលោកចង់បង្ហាញអ្វីដែលជាការពិតចំពោះការយល់ឃើញរបស់លោកដល់សាធារណជនឲ្យជាវិភាគនិងថ្លឹងថ្លែងពីការពិតលោកបាននិយាយថាខ្ញុំចង់បង្រៀននិងនិយាយពីអ្វីដែលជាការពិតនៅពេលដែលលោកចូលប្រឡូកក្នុងនយោបាយលោកនឹងមិនអាចបញ្ចេញអ្វីជាការពិតនោះទេពីព្រោះការនិយាយមិនពិតគឺជាយុទ្ធសាស្ត្រយកឈ្នះរបស់អ្នកនយោបាយលោកបណ្ឌិតសុកទូចមានទស្សនៈជាមូលដ្ឋាន3ចំណុចសម្រាប់ចែករំលែកដល់យុវជនដើម្បីទុកជាទុននៅក្នុងការបណ្ដុះគំនិតនិងអភិវឌ្ឍខ្លួនឲ្យទៅជាធនធានដ៏សម្បូរបែបសម្រាប់ការអភិវឌ្ឍប្រទេសទី1គឺការជ្រើសរើសមុខវិជ្ជាឲ្យសមស្របទៅនឹងទេពកោសល្យរបស់ខ្លួនដែលមានពីធម្មជាតិត្រង់ចំណុចនេះលោកបណ្ឌិតមិនលើកទឹកចិត្តឲ្យមានការជ្រើសរើសយកមុខវិជ្ជាទៅតាមតម្រូវការទីផ្សារនោះទេពីព្រោះតាមគំនិតរបស់លោកទីផ្សារគឺប្រែប្រួលជានិច្ចជួនកាលអាចមានជួនកាលអាចមិនមានទី2យុវជនត្រូវមានសេចក្តីបដិញ្ញាចិត្តពាក្យថាបដិញ្ញាចិត្តលោកបានផ្ដល់អត្ថន័យថាគឺការតាំងចិត្តខ្ពស់នៅក្នុងការសិក្សាមិនត្រូវយកកត្តាជីវភាពគឺការលំបាកលំបិនក្រីក្រមកដាក់ខ្លួននោះទេហើយទី3យុវជនមិនត្រូវប្រកាន់យកភាពអាត្មានិយមពោលគឺត្រូវតែចែករំលែកចំណេះដឹងដែលខ្លួនមាននិងបទពិសោធន៍ទាំងឡាយដែលខ្លួនបានជួបប្រទះលោកមានបំណងប្រាថ្នា3សំខាន់នៅក្នុងជីវិតបំណងប្រាថ្នាទី1របស់លោកសុកទូចគឺចង់បន្តធ្វើការនៅក្នុងវិស័យអប់រំពលគឺចង់កែប្រែនិងអភិវឌ្ឍវិស័យអប់រំឲ្យមានការរីកចម្រើនលោកថាលោកមិនចង់ឃើញពលករកម្ពុជាទៅបម្រើការនៅក្នុងស្រុកគេនៅក្នុងឋានៈជាកម្មករនោះទេលោកចង់ឃើញពលករកម្ពុជាជាវិស្វករស្ថាបត្យករជាអ្នកសរសេរកម្មវិធីជាដើមឬក៏ជាពាណិជ្ជករដែលមានវត្តមាននៅក្នុងស្រុកគេដាច់ខាតមិនមែនជាកម្មករដែលបម្រើការងារដោយកម្លាំងកាយនោះទេទី2លោកចង់កែប្រែប្រទេសកម្ពុជាឲ្យទៅជាប្រទេសមួយសម្រាប់សួនច្បារពិភពលោកនិងជាមជ្ឈមណ្ឌលនៃវប្បធម៌អាស៊ីអាគ្នេយ៍សួនច្បារពិភពលោកនេះលោកបានផ្ដល់អត្ថន័យថាកម្ពុជាគឺពោពេញទៅដោយតំបន់ទេសចរតាមបែបធម្មជាតិ
លោកសម្លឹងមើលឃើញថាកម្ពុជាពោពេញទៅដោយឱកាសអាចកសាងខ្លួនឲ្យទៅជាមជ្ឈមណ្ឌលទេសចរធម្មជាតិបៃតងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងក្នុងពិភពលោកលោកបានគិតថាសម្រាប់កម្ពុជាមិនចាំបាច់គិតច្រើនទៅលើវិស័យឧស្សាហកម្មនោះទេគឺទេសចរល្អបំផុតលោកបានមានប្រសាសន៍ថាទុកឲ្យគេផលិតកុំព្យូទ័ររថយន្តទៅចុះចំណែកឯយើងវិញគួរតែជាអ្នកផលិតទេសចរដឹកទេសចរមួយឡានមានតម្លៃមិនក្រោម$10000នោះទេចំណែកឯបំណងប្រាថ្នាទី3លោកចង់កសាងផ្លូវឲ្យមានជុំវិញស្រុកខ្មែរកសាងផ្លូវនៅជុំវិញស្រុកខ្មែរគឺដើម្បីបង្ហាញឲ្យកូនខ្មែរបានដឹងថាទឹកដីរបស់ខ្លួនដល់ទីណានិងដើម្បីមានការអភិវឌ្ឍប្រកបដោយសមភាពនេះគឺជាការស្រមើស្រមៃនិងការចង់បានរបស់លោកសុកទូច